สำหรับខ្ញុំចង់បានន័យថាអ្នកដែលមានកូនហើយក៏ចិញ្ចឹមកូនទៅកូនបើសិនជាយើងចិញ្ចឹមបានល្អវាជាមិត្តភក្តិដ៏ល្អរបស់យើងក៏អាចថាបានបងប្អូនឃើញនៅក្នុង Facebook ម៉ែឪខ្លះដែលគាត់អ្នកលក់លេលក់អីស្មានទៅគាត់សឹងនិយាយថាគេស្គាល់គាត់ដោយសារតែកូនគាត់ឆ្លាតបងប្អូនតែឃើញអញ្ចឹងបើស្អីក៏ដោយវាមានចំណុចល្អនិងចំណុចអាក្រក់របស់វាដែរខ្មែរយើងវាមិនអត់សូវមានតែឥឡូវចាប់ផ្ដើមមនុស្សខ្មែរជាទូទៅគឺចាប់ផ្ដើមពិភាក្សាពីរឿងដូចថាទុកលំបាកនៅពេលដែលគាត់ត្រូវមានកូនមានអីអញ្ចឹងហើយ content ដែលគាត់លើកមកជាសំអាងភាគច្រើនគឺ content បរទេសពួកអឺរ៉ុបអាមេរិកអីអញ្ចឹងដែលគាត់ថាគាត់គឺមានកូន1កូន2កូន3ប៉ុន្តែគាត់គឺពិបាកខ្លាំងណាស់ហើយពីមុនគាត់ថាមានកូនពិបាកតែពេលមានផ្ទៃពោះទេតែពេលមានផ្ទៃពោះហើយកូនដល់ធំទៅគាត់នឹងលែងពិបាកតែផ្ទុយទៅវិញនៅពេលដែលកូនធំគាត់នៅតែពិបាកដដែលគាត់និយាយអញ្ចឹងហើយគាត់និយាយថាបើសិនជាអាចគាត់អត់ចង់មានកូនទេអញ្ចឹងណា influencer ខ្មែរយើងគាត់យក content ហ្នឹងយកមកនិយាយហើយគាត់ post ទៅហើយក៏មានខ្មែរយើងមួយចំនួនដែរដែលមានកម្រងថាអត់ចង់មានកូនមានអីអញ្ចឹងណាបងប្អូននិយាយរួមទៅអូខេនិយាយរួមទៅអ្វីខ្ញុំចង់និយាយពីគំនិតរបស់ខ្ញុំគឺអញ្ចឹងគឺខ្ញុំចង់និយាយថាខ្ញុំអត់ទៅមានកូនទេ right ប៉ុន្តែខ្ញុំយល់ថាមានកូនវាមិនគួរណាគួរឲ្យខ្លាចដល់ថ្នាក់ហ្នឹងទេនិយាយមែនខ្ញុំនិយាយពីពួកអឺរ៉ុបជាទូទៅគឺពួកគាត់អត់សូវមានមនោសញ្ចេតនាស្រេចហើយពួកអឺរ៉ុបគឺជាប្រភេទពពួកប្រជាជនដែលគេហៅថាសុនតួនិយមពួកគាត់ភាគច្រើនគិតតែពីខ្លួនឯងមិនថាគាត់អាក្រក់ទេប៉ុន្តែនោះជា culture នោះជាចរិតលក្ខណៈរបស់ពួកគាត់តាំងពីមកតែអញ្ចឹងឯងគាត់កើតមកគាត់ឃើញម៉ាក់ប៉ាគាត់លែងលះគ្នាអីតែហោហែតែអញ្ចឹងបើបងប្អូនអានទៅគឺអត់មានអ្នកណាដែលមានប្តីតែមួយឬក៏ប្រពន្ធតែមួយទេបើយើងមើលតារាវិញគឺភាគច្រើននៃពួកគាត់គឺគាត់លែងលះគ្នាទៅហើយអានេះគ្រាន់តែខ្ញុំលើកមកបញ្ជាក់ថាពួកអឺរ៉ុបគឺពួកគាត់មានមនោសញ្ចេតនាស្ដើងអញ្ចឹងឯងតែដល់ហើយអាស៊ីយើងមានមនោសញ្ចេតនាជ្រៅជ្រៅជាងពួកអឺរ៉ុបជាពិសេសខ្មែរយើងអីចឹងទៅយើងគឺស្រឡាញ់រាប់អានកូនយើងខ្ញុំគិតថាចិញ្ចឹមកូនគឺពិបាកខ្ញុំដឹងចិញ្ចឹមកូនគឺពិបាកម៉ាក់ខ្ញុំមានកូនម៉ែច្រើនណាស់អញ្ចឹងខ្ញុំដឹងថាពិបាកក៏ប៉ុន្តែវាមានអាក្រក់ដល់ថ្នាក់ហ្នឹងទេបងប្អូនប៉ុន្តែរឿងនោះវាទៅជាអាក្រក់រឿងនោះវាទៅជាពិបាកគឺនៅពេលដែលយើងចាប់ផ្ដើមបន្លាចគ្នាគឺដូចជារឿងប្រទេសខ្មែរយើងអញ្ចឹងប្រទេសខ្មែរយើងតាមពិតវាមានវេទនារស់ដល់ថ្នាក់នរកដូច content creator បរទេសខ្លះដែលថាគេហៅខ្មែរយើងប្រទេសនរកអញ្ចឹងប៉ុន្តែនៅខ្លះនៅពេលដែលគាត់មកខ្មែរជាក់ស្ដែងគាត់ចាប់ផ្ដើមភ្ញាក់រលឹកទៅតាមពិតខ្មែរមានវេទនារស់នៅដូចព័ត៌មានដែលគាត់ឃើញណាអានេះជារឿងមួយដែលខ្ញុំចង់ឆ្លុះបង្ហាញថាមានកូនប្រហែលជាពិបាកក៏ប៉ុន្តែមានដល់ថ្នាក់ដូចរស់នៅក្នុងនរកដូច content creator ដែលគាត់ព្យាយាមនិយាយបន្លាចគ្នាទៅខ្ញុំយល់ថាអញ្ចឹងសម្រាប់មកខ្ញុំចង់បានន័យថាអ្នកដែលមានកូនហើយក៏ចិញ្ចឹមកូនទៅកូនបើសិនជាយើងចិញ្ចឹមបានល្អវាជាមិត្តភក្តិដ៏ល្អរបស់យើងក៏អាចថាបានបងប្អូនឃើញនៅក្នុង Facebook ម៉ែឪខ្លះដែលគាត់អ្នកលក់លេលក់អីស្មានទៅគាត់សឹងនិយាយថាគេស្គាល់គាត់ដោយសារតែកូនគាត់ឆ្លាតណាបងប្អូនតែឃើញអញ្ចឹងបើស្អីក៏ដោយវាមានចំណុចល្អនិងចំណុចអាក្រក់របស់វាដែរបងប្អូនឥឡូវបើយើងខ្លាចចិញ្ចឹមកូនអីបើម៉ែយើងចិញ្ចឹមយើងគាត់មិនពិបាកផងខ្ញុំមិនថាមិនទេបងប្អូនណាដែលអត់មានកូនក៏អត់ចោះប៉ុន្តែសម្រាប់បងប្អូនដែលត្រៀមមានកូនឬក៏កំពុងតែមានកូនហើយបងប្អូនមិនខ្លាចនៅពេលដែលបងប្អូនឃើញ content អត់ហ្នឹងទេមិនខ្លាចទេមានឃើញចិញ្ចឹមទៅរឿងខ្លាចយើងជឿរួចយើងមានតែប្រឈមមុខមួយវាអញ្ចឹងឯង It's okay